Bà chào đi xuống bông ôn nâng ngọc ní ngày nayខ្ញុំមានវីដេអូមួយចង់ចែករំលែកបងប្អូនទាក់ទងជាមួយនឹងការបង្កើតរូបភាពការ generate រូបភាពជាមួយនឹង AI ហើយនឹងការ generate ឬក៏ការបង្កើតវីដេអូជាមួយនឹង AI អូខេអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ការបង្កើតទាំងអស់គ្នាអូខេអញ្ចឹងខ្ញុំសូមបើក browser ជាដំបូងបងប្អូនអាចរករូបភាពមួយការបង្កើតរូបភាពនេះគឺជាការចម្លងរូបភាពបានន័យថាយើងយករូបភាពមួយយកទៅបង្កើតរូបភាពផ្សេងមួយទៀតឧទាហរណ៍ខ្ញុំយករូបភាពមួយអូខេអូខេអញ្ចឹងខ្ញុំ download រូបភាពនេះមួយអូខេអញ្ចឹងយើងចង់បានរូបភាពបានន័យថាយើងអត់ចង់យករូបភាពពីគេឥឡូវទីហោថាក្នុងនេះមានរូបភាពដែលមានស្រាប់ប៉ុន្តែយើងចង់បង្កើតខ្លួនឯងដោយឲ្យរូបស្តៀងនឹងឬក៏ទម្រង់អញ្ចឹងណាអញ្ចឹងទី1គឺបងប្អូនចូលទៅកាន់Viz របស់ Google Lab តើតើនឹង link ហ្នឹងចាំខ្ញុំផ្ញើជូនខាងក្រោមអូខេពេលបងប្អូនចូលទៅដល់ Viz ហើយបងប្អូនចុចសញ្ញាព្រួយនេះមកដើម្បីឲ្យយើង upload រូបភាពនៅក្នុង website ហ្នឹងយើងអាចមានពីរជម្រើសប្រភេទទៅសេបានន័យថាយើងសរសេរព្រមហើយបង្កើតរូបភាពហើយនឹង upload រូបភាពហើយឲ្យបង្កើតរូបភាពអញ្ចឹងបងប្អូនជ្រើសរើសកន្លែង upload រូបភាពមកបងប្អូនចុចមកបាទហើយបន្ទាប់មកបងប្អូនចូលទៅកាន់កន្លែងរូបភាពដែលបងប្អូនបាន download មកណាអញ្ចឹងខ្ញុំ select លើវាហើយចុច open បន្ទាប់មក website វានឹង generate វានឹង analyze រូបភាពឲ្យយើងអូខេអញ្ចឹងរូបភាពហ្នឹងគឺបាន upload ចូលទៅក្នុង website ហ្នឹងហើយបន្ទាប់មកបងប្អូនចុចទៅលើកន្លែងនេះមាន description បានន័យថាយើងចង់ឲ្យរូបភាពនឹងយ៉ាងម៉េចអញ្ចឹងណាប៉ុន្តែបើយើងមានរូបភាពស្រាប់ចេះយើងមិនចាំបាច់ describe អីថែមទៀតទេយើងគ្រាន់តែចុចសញ្ញាព្រួយនេះទៅwebsite នឹងបង្កើតជារូបភាពឲ្យហើយកន្លែងនេះបងប្អូនអាចមានជម្រើសបងប្អូនយកប្រភេទ portrait sphere ឬក៏ landscape អីបងប្អូនអាច select តាមហ្នឹងបាទអញ្ចឹងនៅពេលដែលបងប្អូនជ្រើសរើសទំហំរូបភាពហើយបងប្អូនអាចចុចសញ្ញាព្រួយមកដើម្បីឲ្យវា generate រូបភាពថ្មីអូខេបាទអញ្ចឹងការ generate ម្ដងគឺវាឲ្យរូបភាព2អញ្ចឹងបើសិនណាជាបងប្អូនឃើញថាវាចេញចេះបងប្អូនអត់ចង់បានឲ្យស្តៀង anime ឬក៏ស្តៀងរូបភាពដែលមាននៅក្នុងរូបភាពយើង upload ណាបងប្អូនអាចចុចបន្តទៀតបានបងប្អូនចុចរហូតចុចតតែបងប្អូនពេញចិត្តថារូបភាពណាដែលបងប្អូនត្រូវការភាគច្រើនរូបភាពនឹង generate មកបែបនេះទម្រង់អញ្ចឹងណាអញ្ចឹងបងប្អូនអាចចុចប្រមាណដងអីក៏វានៅតែចេញអញ្ចឹងដែរគាត់អាចវាអាចខុសគ្នាតិចតួចណាហើយបងប្អូនអាចទៅសេព្រមបន្ថែមពីលើក៏បានដែរបងប្អូនចង់ទៅសេអីពីលើណាចង់ឲ្យ website នេះ generate មករូបភាពបែបម៉េចoriginal ឥឡូវខ្ញុំសាកតេស្តព្រមនេះមួយអូខេអញ្ចឹងកន្លែងនេះពេលដែលបងប្អូន generate មកគឺវាដូចទៅរូបដើមដូចទៅនឹងរូបដើមណាអញ្ចឹងឧទាហរណ៍ថាបងប្អូនចង់ remove grade នេះចេញឬក៏ remove កៅអីមួយបងប្អូនឲ្យបន្ថែមពីលើនឹងមួយទៀតតែឥឡូវឧទាហរណ៍ថាខ្ញុំចង់ remove grade ខ្ញុំដាក់ remove bed អូខេអញ្ចឹងចាំមើលចូលមកទាំងអស់គ្នាហើយយើងថាពេលយើងដាក់
ព្រមប៉ុណ្ណឹងហើយវា generate មកហើយយ៉ាងម៉េចអូខេអញ្ចឹងកន្លែងនេះឃើញទេពេលដែលយើងបន្ថែម remove bed ទៅគឺវា remove gray ចេញឃើញទេអញ្ចឹងកន្លែងនេះ remove gray ហើយគេថែមឆ្មាឲ្យមួយកន្លែងនេះគេថែមក្អីអីចឹងទៅហើយសក់គេធ្វើទៅតាមភាពជាក់ស្ដែងអញ្ចឹងទៅអូខេអញ្ចឹងពេលដែលបងប្អូនសម្រាប់ចិត្តថាបងប្អូនត្រូវការរូបនឹងបងប្អូនស្រឡាញ់រូបនឹងហើយបងប្អូនអាច download ទុកណាកន្លែងខ្ញុំសាក download មួយណាអូខេអញ្ចឹងរួចហើយណាបងប្អូនអាចចូលទៅមើលរូបភាពនឹងបានបាទអញ្ចឹងបងប្អូនអាចយកទៅប្រើបានហើយបាទស្រដៀងទៅនឹងរូបដើមប៉ុន្តែយើងដកក្រែចេញដកកន្លែងនេះមួយចេញឧទាហរណ៍បងប្អូនចង់បន្ថែមអីទៀតបងប្អូនអាចសរសេរនៅលើព្រមនឹងបន្ថែមទៀតបានសរសេរនៅលើ description ហ្នឹងណាចង់ដក remove តុកឬក៏ remove កៅអីនេះចេញ remove share remove អីចេញអាចដាក់បងប្អូនមើលថាវាអត់សមណាឬក៏កន្លែងណាបងប្អូនចង់នេះអាចបន្ថែមពីលើនឹងបានណាពេលអីរបៀបទៅសេបងប្អូនគ្រាន់តែតលើនេះទេមកណា remove bed remove share អីចឹងទៅអញ្ចឹងវានឹងremove ឲ្យឯងប៉ុន្តែអញ្ចឹងបងប្អូនបញ្ជាក់បន្តិចនៅពេលដែលបងប្អូនចង់ឲ្យវាធ្វើអីមួយបងប្អូនត្រូវច្បាស់ជាមួយនឹងវាឧទាហរណ៍ថានៅក្នុងហ្នឹងមាន grade ឬក៏កៅអី2បងប្អូនដាក់ remove បងប្អូនចង់ remove មួយទុកមួយអញ្ចឹងទៅអញ្ចឹងបងប្អូនដាក់តែមួយបានហើយបងប្អូនដាក់2អត់ទេស្រីបងប្អូនដាក់ថា remove share ឬក៏ remove bed ឬក៏ remove Samsung អញ្ចឹងបងប្អូនដាក់អញ្ចឹងគឺវានឹង remove ចោលអស់ហើយអញ្ចឹងឧទាហរណ៍ថារបស់ហ្នឹងនៅខាងឆ្វេងមួយខាងស្ដាំមួយអញ្ចឹងបងប្អូនចង់ remove ខាងឆ្វេងបងប្អូនដាក់បញ្ជាក់វាថា remove Samsung ខាងឆ្វេងឬក៏ខាងស្ដាំអញ្ចឹងទៅ AI នៅពេលដែលយើងទៅសេ description ទៅសេព្រមកាន់តែច្បាស់គឺវា generate ឲ្យកាន់តែល្អប៉ុន្តែបងប្អូនទៅសេអត់ច្បាស់ក៏វាអត់ដឹងថាត្រូវធ្វើម៉េចឲ្យតាមចិត្តបងប្អូនដែរពេលខ្លះចិត្តយើងចង់បានចេះប៉ុន្តែយើងទៅសេឲ្យវាទៅជាចុះអញ្ចឹងការ generate មកក៏អត់បាស់ល្អដែរខ្ញុំមួយទៀតខ្ញុំភ្លេចបញ្ជាក់បងប្អូននៅក្នុង website នេះគឺយើងតម្រូវឲ្យ login account ណាអញ្ចឹងដោយសារតែខ្ញុំមាន account នៅក្នុងនឹងស្រាប់ពេលដែលចុចមកគឺវា link ទៅកាន់ account បានន័យថាគឺវាចូលដល់កន្លែងធ្វើរូបភាពនឹងភ្លាមកន្លែងបង្កើតរូបភាពនឹងភ្លាមឃើញទេអញ្ចឹងបើសិនណាជាបងប្អូនអត់មាន account ទេឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំ copy link នេះទៅបង្កើតឧទាហរណ៍ថាបងប្អូនអត់ទាន់ login account ទេណាអញ្ចឹងខ្ញុំបង្កើតមួយទៀតអូខេទីខ្ញុំដាក់កន្លែងនេះអញ្ចឹងបងប្អូនអត់ទាន់ដាក់ account វានឹងឲ្យបងប្អូនទៅ log account សិនទៅ log account Gmail ណាall man with the blue sun អាយ៉ាកន្លែងហ្នឹងអត់ទាន់ចុចផងវាឲ្យទៅមុខអូខេអញ្ចឹងអត់អីទេនៅពេលដែលបងប្អូនដាក់ account ដាក់ password អីហើយគឺបងប្អូនអាចចូលបានហើយដូចកន្លែងដែលខ្ញុំចូលអញ្ចឹងនេះអូខេអញ្ចឹងនៅពេលដែលយើងបានរូបភាពហើយ generate រូបភាពហើយបងប្អូនអាចយកទៅប្រើប្រាស់បានហើយយកទៅធ្វើជាវីដេអូក៏បានឬក៏យកទៅធ្វើជា thumbnail ឬក៏អីក៏បានដែរណាអូខេអញ្ចឹងឥឡូវយើងចូលដល់វីដេអូវិញម្ដងអញ្ចឹងវីដេអូក៏យើងមាន website ដែរគឺយើងយក Google AI Studio ដូចគ្នា Google AI Studio តម្រូវឲ្យបងប្អូនមាន account Gmail សិនបានន័យថា login ជាមួយនឹង account Gmail ទើបបងប្អូនអាច generate បានឥឡូវឧទាហរណ៍ថាខ្ញុំយកទៅ sign in ជាមួយនឹងថ្មីដូចមិញដែលបងប្អូនអត់ទាន់មាន account ដាក់ចូលទេណាអញ្ចឹងខ្ញុំផាសចូលទៅញឹកវានឹងឲ្យសារ new email ហើយអូខេឥឡូវខ្ញុំចូលទៅកាន់ការ generate video អញ្ចឹងការ generate video បងប្អូនអាចចូលពេលបងប្អូនចុច click ហើយបងប្អូនដាក់ account អីហើយវានឹងដល់កន្លែងហ្នឹងហើយពួកអី link នេះខ្ញុំនឹងផ្ញើខ្ញុំនឹងដាក់នៅក្នុង description ពេលដែលចុចទៅគឺវាចូលដល់កន្លែង account តែម្ដងចូលដល់កន្លែងបង្កើតហ្នឹងតែម្ដងអូខេអញ្ចឹងដើម្បីបងប្អូនបង្កើតវីដេអូបងប្អូនអាចចុចសញ្ញាបូកនេះមួយមក
បងប្អូន upload រូបភាពនៅក្នុងនេះដូចគ្នាបងប្អូនអាច upload រូបភាពក៏បានឬក៏សរសេរ description ក្នុងនេះក៏បានដើម្បីឲ្យវាបង្កើតរូបភាពឲ្យក៏បានដែរជាស្រ័យបង្កើតវីដេអូឲ្យក៏បានដែរប៉ុន្តែបើសិនជាបងប្អូនមានរូបភាពបងប្អូនអាចបញ្ចូលរូបភាពក្នុងហ្នឹងគឺវាបង្កើតឲ្យបានដែរឥឡូវខ្ញុំសាកតេស្តជាមួយរូបភាពដែលខ្ញុំgenerate មកមិញណាអញ្ចឹងនៅក្នុង download អូខេបាទនេះជារូបភាពមិញអញ្ចឹងក្នុងហ្នឹងបងប្អូនអត់ដឹងថាវាត្រូវធ្វើអីខ្លះទេថាឥឡូវអត់ដឹងត្រូវទៅសេមិនទេឲ្យវា generate ទៅតាមចិត្តវាចុះអញ្ចឹងបងប្អូនគ្រាន់តែដាក់បើន័យថាបើសិនណាជាបងប្អូនអាច generate ទៅវា zoom ឬក៏វាអីអញ្ចឹងណាអញ្ចឹងបងដាក់camera is not zoom camera is still not moveអញ្ចឹងពេលបងប្អូនដាក់អញ្ចឹងទៅបានន័យថាវីដេអូដែលនៅក្នុងរូបភាពហ្នឹងឧទាហរណ៍ថាវីដេអូហ្នឹងកម្រាស់ដៃកម្រាស់ជើងអញ្ចឹងប៉ុន្តែកាមេរ៉ាវាអត់ zoom អត់ move ទេគឺវានៅធំនៅមួយកន្លែងណាអូខេឥឡូវខ្ញុំ generate បងប្អូនមើល you reach the free quantum limit for testing using អូខេ10 generate ខ្ញុំប្រើអស់ហើយអញ្ចឹងខ្ញុំ log in account ថ្មីហើយខ្ញុំ log in account ថ្មីបន្តិចអូខេអញ្ចឹងដោយសារតែ Gmail នេះខ្ញុំធ្លាប់អូខេសូមចាំតិច enable Google Drive to access to video to video require Google Drive in order to save video generate អូខេនៅក្នុងនេះAI Studio Google ហ្នឹងគឺចង់ access ទៅកាន់ drive របស់យើងអូខេឥឡូវខ្ញុំធ្វើម្ដងទៀតខ្ញុំយករូបភាពដែលខ្ញុំ save មិញគឺនៅក្នុង download បាទ start creating អូខេនេះគឺគ្រាន់តែដោយសារយើងប្រើដំបូងអញ្ចឹងគេalert ប្រាប់យើងគឺខ្ញុំ copy script នេះទៅអញ្ចឹងបងប្អូនអាចទៅសេទៅតាមខ្ញុំទៅ camera is not zoom camera is still not move អញ្ចឹងបងប្អូនចុចពេលក្រោយពេលដែល upload ហើយបងប្អូនទៅសេហើយបងប្អូនអាចចុច run មកសុំចាំតិចដោយសារតែការ generate video វារឿងយូរជាងរូបភាពខ្ញុំសូមបញ្ជាក់កន្លែងនេះបន្តិចបងប្អូនអាចជ្រើសរើសនៅខាងនេះណាមានទំហំប្រភេទ sphere និង916ហើយនឹង16 9កន្លែងនេះនាទីយើងបាន8 second ហើយ24នៅកន្លែងនេះយើងអត់អាចសេរីបានទេដោយសារតែយើង free website free account free អញ្ចឹងអត់អាចសេរីបានទេយើងសេរីបានតែទំហំហើយនឹងចំនួនដែល generate ទំហំវីដេអូនិងរយៈពេលរបស់វីដេអូអញ្ចឹងឥឡូវយើង generate បានហើយយើងសាក play មើលថាវីដេអូរបស់យើងវាយ៉ាងម៉េចបងប្អូនឃើញថាកាមេរ៉ារបស់យើងវា zoom camera is not zoom វានៅតែ zoom គឺឥឡូវយើងដូរព្រំ camera isអញ្ចឹងបើសិនណាជាបងប្អូនអត់ពេញចិត្តបងប្អូនអាចចុចម្ដងទៀតបានតែ generate ម្ដងទៀតហើយបងប្អូនអាចដូរពាក្យពេចន៍បន្តិចក៏បានឬក៏មិនដូរក៏បានអូខេឥឡូវខ្ញុំ generate ថ្មីមួយទៀតបាទឥឡូវយើងវីដេអូយើងបានអញ្ចឹងចូល play ម្ដងទៀតចាំមើលថា
វាស៊ូមឬក៏មូឬអត់បាទនេះអត់ស៊ូមទេប៉ុន្តែនៅចុងវីដេអូវារឿងចង់ងាកបន្តិចនេះវាងាកបន្តិចប៉ុន្តែអត់អីប៉ុណ្ណឹងយើងអាចយកបានយើងអាចកាត់ចុងវាបន្តិចបានណាព្រោះយើងវីដេអូចេះយើងអាចយកទៅដាក់ loop ព្រោះប្រភេទនាទីដែលយើង generate បានតែ8 second ទេអញ្ចឹងយើងកាត់វាចោលបន្តិចទៅព្រោះវីដេអូអញ្ចឹងវាយើងយកទៅប្រើ loop បើប្រើ loop យើងកាត់កន្ទុយបន្តិចទៅបានហើយដើម្បីកុំឲ្យវាមូលឬបងប្អូនដាក់ទៅអញ្ចឹងក៏បានដែរអាស្រ័យទៅលើបងប្អូនថាតើយកប្រើទៅប្រើនៅលើអីបងប្អូនដាក់ចម្រៀងឬក៏ដាក់ភ្លេងដាក់អីអញ្ចឹងណាហើយដើម្បីឲ្យមានរូបភាពឬក៏រូបអីកំដរទស្សនីយភាពណាអញ្ចឹងពេលច្រើនយើងប្រើ loop ទៅលើវីដេអូណាអូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអាចចូលទៅមើលទៅតេស្តផ្ទាល់ទើបដឹងថាការប្រើប្រាស់វាយ៉ាងម៉េចតាក់ទងជាមួយនឹងព្រំឬក៏ការសរសេរនេះវាមិនមែនប្រកាសថាដាក់អញ្ចឹងទៅវាចេញមកទេព្រោះពាក្យខ្លីៗគឺវាអត់សូវដូចខ្ញុំនិយាយអញ្ចឹងបើសិនជាបងប្អូនប្រាប់ឲ្យច្បាស់កុំឲ្យ AI ហ្នឹងវាចាប់ចំណុចបងប្អូនដែលចង់បានអត់បានណាទីដូចខ្ញុំឧទាហរណ៍មិញហ្នឹងគេថាបើសិនជាយើង remove អីឬក៏ add អីគឺត្រូវដាក់វាចំចំណុចយើងចង់ add នៅតាណាឬក៏ remove នៅតាណាដាក់វាចំអញ្ចឹងទើប AI វាអាច generate យើងបានស្អាតអូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយទៀតអរគុណជម្រាបលា